មាននឹងអត់ថាទោះបីជាប្រទេសកម្ពុជាយើងមិនបានកាត់បន្ថយចំនួនក្រសួងស្ថាប័នដូចជាប្រទេសជិតខាងរបស់យើងក៏ពិតមែនប៉ុន្តែប្រទេសកម្ពុជាយើងបានកាត់បន្ថយនៅរចនាសម្ព័ន្ធរបស់ក្រសួងដែលមានអគ្គនាយកដ្ឋានចំនួន3ហើយក៏ដូចជានាយកដ្ឋានចំនួន26ពីក្រសួងមុខងារសាធារណៈនិងក្រសួងស្ថាប័នចំនួន12ចឹងតាមរយៈការរៀបចំឡើងវិញនៅរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នមិនត្រឹមតែមិនបានបរិយាទេប៉ុន្តែប្រទេសកម្ពុជាយើងគឺបានកាត់បន្ថយនៅអគ្គនាយកដ្ឋានចំនួន3ក៏ដូចជានាយកដ្ឋានចំនួន26ទៀតពីក្រសួងស្ថាប័នក្រសួងចំនួន13ទាំងក្រសួងមុខងារសាធារណៈទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញថាប្រទេសកម្ពុជាយើងគឺបានមានការកែតម្រង់នៅក្រសួងស្ថាប័នមួយចំនួនដែរទោះបីជាយើងមិនបានធ្វើដូចប្រទេសគេផ្សេងក៏ពិតមែនប៉ុន្តែក៏យើងបានកាត់បន្ថយនៅក្រសួងស្ថាប័នមួយចំនួនដែរដល់នេះគឺយើងគឺមើលទៅលើទំហំការងារអីវាអត់អាចថាឲ្យកាត់បន្ថយភ្លាមគឺកាត់បន្ថយក្រសួងចោលទាំងអស់ភ្លាមបានទេអញ្ចឹងប្រទេសកម្ពុជាគឺបានកាត់បន្ថយប៉ុណ្ណឹងតាមរយៈកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាគឺបានកាត់បន្ថយនៅក្រសួងស្ថាប័នបែបហ្នឹងហើយបើសិនជាអ្នកនរគ្នាអត់ទាន់យល់ថាអ្វីគឺជាអគ្គនាយកដ្ឋាននឹងជាអ្វីទេអ្នកនរគ្នាអាចស្ដាប់ខ្ញុំបានទាំងអស់គ្នានិយាយទៅនៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ននីមួយៗបើខាងលើគឺមានរដ្ឋមន្ត្រីហើយក៏មានខុទ្ទកាល័យអីមួយហ្នឹងមានរដ្ឋលេខាធិការមានអនុរដ្ឋលេខាធិការហើយមានដល់ខុទ្ទកាល័យក៏ដូចជាទីប្រឹក្សាហើយសម្រាប់នៅក្រោមនឹងទៀតដែលមានមន្ត្រីក្របខ័ណ្ឌធ្វើការហ្នឹងគឺអគ្គនាយកដ្ឋានហើយនឹងការិយាល័យហើយក៏មានថ្នាក់ក្រោមការិយាល័យផ្សេងៗទៀតដែរប៉ុន្តែអ្វីដែលសំខាន់បំផុតនៅក្នុងក្រសួងស្ថាប័នហ្នឹងគឺមានដូចជាការិយាល័យហើយធំជាងការិយាល័យគឺនាយកដ្ឋានហើយធំជាងនាយកដ្ឋានទៀតគឺជាហៅថាអគ្គនាយកដ្ឋានហើយនៅក្នុងកន្លែងនីមួយៗហ្នឹងគឺវាមានមន្ត្រីធ្វើការងាររៀងៗខ្លួនហើយអញ្ចឹងបច្ចុប្បន្ននេះទោះបីជាកម្ពុជាយើងអត់បានកាត់បន្ថយស្ថាប័នដូចជាខ្ញុំសូមលើកទៅប្រទេសវៀតណាមដែលកាត់បន្ថយក្រសួងជាច្រើនប៉ុន្តែកម្ពុជាយើងក៏បានមកកាត់បន្ថយវិញគឺកាត់បន្ថយខាងក្នុងវិញគឺយើងកាត់បន្ថយជារចនាសម្ព័ន្ធខាងក្នុងដែលមានដូចជាអគ្គនាយកដ្ឋានឬក៏នាយកដ្ឋានហ្នឹងអញ្ចឹងដែលប្រទេសកម្ពុជាយើងគឺព្យាយាមពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀតដែរដែលយើងអាចបកគលការងារឲ្យមន្ត្រីផ្សេងៗទៀតអញ្ចឹងយើងអត់ចង់ឲ្យធ្វើកន្លែងការងារមួយដដែលទេអញ្ចឹងតិចទៀតហ្នឹងខ្ញុំនឹងអានអត្ថបទទាំងស្រុងហ្នឹងដែលខ្ញុំឃើញនៅលើ page របស់ក្រសួងមុខងារសាធារណៈដែលគាត់បានផ្សព្វផ្សាយហ្នឹងពាក់ព័ន្ធទៅនឹងការងារហ្នឹងនៅក្នុងពិធីសន្និបាតការងារបូកសរុបការងារឆ្នាំ2025និងលើកទិសដៅបន្តទៅឆ្នាំ2026អ្នកនរគ្នាអាចស្ដាប់អត្ថបទទាំងស្រុងខ្ញុំនឹងអានជូនអ្នកទាំងអស់គ្នាការរៀបចំរចនាសម្ព័ន្ធឡើងវិញក្រសួងមុខងារសាធារណៈនិងក្រសួងស្ថាប័នចំនួន12មិនត្រឹមតែមិនមានការពង្រីកនោះទេតែបានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន3និងនាយកដ្ឋានចំនួន26មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងមុខងារសាធារណៈឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញក្រសួងមុខងារសាធារណៈនិងក្រសួងស្ថាប័នចំនួន12មិនត្រឹមតែមិនមានការពង្រីកនោះទេតែបានលុបអគ្គនាយកដ្ឋានចំនួន3និងនាយកដ្ឋានចំនួន26ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាសម្រាប់ការអនុវត្តវិធានការគន្លឹះទី2ការពង្រឹងសមត្ថភាពនិងសមត្ថកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបទៅដោយវិន័យសីលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងន័យនោះការពិនិត្យឡើងវិញនិងការវិភាគមុខងាររចនាសម្ព័ន្ធបានបន្តជំរុញឲ្យកាន់តែមានលក្ខណៈជាប្រព័ន្ធដោយក្រសួងបានធ្វើការសហការជាមួយក្រសួងស្ថាប័នក្នុងការកំណត់មុខងារស្នូលមុខងាររងនៃមុខងារស្នូលនិងមុខងារគាំទ្រឈានទៅការរៀបចំអនុក្រឹត្យនិងបទបញ្ញត្តិពាក់ព័ន្ធសម្រាប់ការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័នការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័នបានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈរក្សាស្ថិរភាពនិងនិរន្តរភាពនៃការផ្តល់សេវាសាធារណៈពង្រឹងសាមគ្គីភាពនិងការទទួលខុសត្រូវរបស់គ្រប់ក្រសួងស្ថាប័នស្របតាមអភិក្រមពង្រឹងជាងពង្រីកនិងរៀបចំផ្ទះឲ្យបានរៀបរយចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញក្រសួងមុខងារសាធារណៈនិងក្រសួងស្ថាប័នចំនួន12មិនត្រឹមតែមិនពង្រីកនោះទេតែបានលុបអគ្គនាយកដ្ឋានចំនួន3និងនាយកដ្ឋានចំនួន26និងបន្តពិនិត្យមើលការិយាល័យមួយចំនួនថែមទៀតផង
ជាក់ស្ដែងអនុក្រឹត្យស្ដីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័នចំនួន11ត្រូវបានដាក់ឲ្យអនុវត្តនិងគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចត្រូវបានរៀបចំនៅ29ក្រសួងស្ថាប័នអាយដាមបានបន្ថែមចឹងនេះគ្រាន់តែជាការកែសម្រួលនៅរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈនិងក្រសួងស្ថាប័នទាំង12ទៀតទេសម្រាប់ក្រសួងនៅប្រទេសកម្ពុជាយើងទាំងអស់គឺមានចំនួន30ក្រសួងស្ថាប័នអញ្ចឹងយើងចាំមើលក្រសួងដែលនៅសល់ផ្សេងៗទៀតតើនឹងមានការកែសម្រួលរចនាសម្ព័ន្ធបែបណាទៀតយើងនឹងចាំតាមដាននៅលើ page របស់ក្រសួងមុខងារសាធារណៈទាំងអស់គ្នាហើយបើសិនជាខ្ញុំទទួលបានតំណែងអីថ្មីៗទៀតខ្ញុំនឹងមកធ្វើជាវីដេអូហើយចែករំលែកដល់អ្នកទាំងអស់គ្នាទៀតអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុច Subscribe ហើយនឹងជួយដាក់សញ្ញាកណ្ដឹងនៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាជម្រាបលា